ជំរាបសួរពុកម៉ែបងប្អូនខ្ញុំសែបមីងហ៊ីថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយមុខទៀតហើយដើម្បីចែកជូនបងប្អូនចំពោះមុខម្ហូបនេះដែរមានឈ្មោះថាបង្កងស្ងោរជាមួយនឹងទឹកជ្រលក់ជីវ៉ាន់ស៊ុយចំពោះគ្រឿងផ្សំយើងមានបង្កងទឹកសាបផ្លែប៊ឺផ្លែគុយឆ្មាលឿងនិងផ្លែគុយឆ្មាខៀវកាដូងទេសដៃនាងហើយនិងជីវ៉ាន់ស៊ុយបូករួមជាមួយនឹងសាឡាត់ផងដែររាល់ការក្រៀបស្រាបពីកម្ពុជានឹងនាំអ្នកទៅកាន់ពិភពខាងក្រោយនៃរសជាតិគ្រប់ដំណាក់កាលនិងគ្រឿងផ្សំត្រូវបានគ្រប់គ្រងយ៉ាងល្អិតល្អន់ពីអ្នកជំនាញបច្ចេកវិទ្យាខ្លាយជាសម្លេងតន្ត្រីវិទ្យាសាស្ត្រខ្លាយជាចលនារីឯរសជាតិខ្លាយជាសិល្បៈពួកយើងបានពង្រីកខ្លួនខ្លាយជារោងចក្រលំដាប់ពិភពលោកសម្រាប់លោកអ្នកអូខេយើងចាប់ផ្ដើមដាំទឹកហើយយើងមានបង្កងត្រូវការស្ងោរមានផ្លែក្រូចដើម្បីច្របាច់យកទឹកហើយយើងក៏ត្រូវការយកតែសាច់ក្រូចដែរខ្ទឹមក្រហមយើងត្រូវការប្រើខ្ទឹមក្រហមខ្ទឹមសដែរជីវ៉ាន់ស៊ុយចំពោះជីវ៉ាន់ស៊ុយយើងហាន់យ៉ាងម៉ត់ទីមកដើម្បីយកទៅធ្វើសោសសាឡាត់ហើយនឹងទេសដៃនាងអូខេនៅពេលនេះទឹកបានពុះហើយអញ្ចឹងយើងធ្វើការស្រុះបង្កងមុនដោយសារតែបង្កងផ្នែកក្បាលរឿងធំជាងអញ្ចឹងយើងត្រូវការស្រុះក្បាលមុនឬក៏ដាក់ចូលទាំងអស់ក៏បានទៅចាំបង្កងអត់ឲ្យឆ្អិនពេកទេល្មមអត់ឲ្យឆ្អិនដល់ 100% ទេធ្វើឲ្យសាច់ផុយចំពោះសាឡាត់យើងអាចស្រុះបានកុំឲ្យខាតពេលយើងត្រាំមួយតកដូចដាក់ត្រាំតកសិនណាអញ្ចឹងយើងចាប់ផ្ដើមធ្វើគ្រឿងផ្សំបន្តទៀតម្ទេសរបស់យើងអញ្ចឹងយើងកាត់វាឲ្យទូចមែនតើហើយចំពោះម្ទេសដៃនាងនេះដែរខ្ញុំអត់ចង់ច្រាមឲ្យម៉ត់ពេកទេវាធ្វើឲ្យហាងចេញពីម្ទេសពេលនេះខ្ញុំចាប់ផ្ដើមធ្វើសោសសិនច្របាច់ក្រូចហើយនឹងធ្វើសោសតែម្ដងខ្ញុំជ្រើសរើសយកផ្លែក្រូចស្រស់មកច្របាច់នេះដើម្បីឲ្យរសជាតិនៅឈ្ងុយបូករួមទាំងសម្បកឲ្យមានរសជាតិហាងតិចដើម្បីបង្កើនរសជាតិទៅបង្កងអញ្ចឹងដំបូងយើងដាក់ប្រេងត្រូវចាំពាក់ព័ន្ធជាមួយនឹងការប្រើខ្ទឹមមកភ្លើងក្តៅខ្លាំងពេកបើក្តៅខ្លាំងពេកធ្វើឲ្យខ្ទឹមក្រហមខ្ទឹមសខ្លោចវាប៉ះពាល់ដល់រសជាតិទៅសោសរបស់យើងអញ្ចឹងខ្ញុំធ្វើម៉េចក៏ភ្លើងតិចឲ្យចម្អិនមកទីម្ដងយើងត្រៀមចាក់ទឹកក្រូចចូលយើងទៅដឹងថាតើទឹកក្រូចនេះផ្អែមខ្លាំងប៉ុណ្ណាឬក៏តិចយើងអាចភ្លក់បានណាយើងដាំទៅដាំឲ្យពុះដើម្បីយើងមកធ្វើសោសហើយយើងប្រើជាមួយនឹងទឹកដើម្បីរងាស់ហើយកាត់បន្ថយភាពជូរខ្លាំងឬក៏ផ្អែមខ្លាំងរបស់ក្រូចយើងធ្វើការរងាស់ឲ្យពុះទៀតទៅសូមយើងដាក់ខ្ទិះដូងចូលអូខេបន្តមកទៀតយើងដាក់ជីវ៉ាន់ស៊ុយដែលយើងបានហាន់ហ្នឹងដាក់ចូលជាមួយចំពោះរសជាតិយើងប្រើតែអំបិលហើយនឹងម្រេចទេចំពោះអំបិលយើងដាក់កន្លះស្លាបព្រាកាហ្វេហើយនឹងម្រេចដូចគ្នាបន្តិចបានហើយអូខេមើលទៅដូចជារាងខាប់ពេកយើងអាចថែមទឹកទីបានអូខេបន្ទាប់ពីយើងបានរងាស់បន្តិចហើយយើងអត់អាចឲ្យរងាស់ខ្លាំងពេកទេដើម្បីឲ្យជីវ៉ាន់ស៊ុយនៅពណ៌រាងខៀវអញ្ចឹងខ្ញុំធ្វើការបិទភ្លើងសិនដើម្បីកិនវាម៉ត់តិចអញ្ចឹងយើងធ្វើការកិនមួយមែនតើចាយើងបន្តធ្វើគ្រឿងបន្តិចទៀតកាដូងលងពេលនេះដែរនៅពេលដែលយើងចាប់ផ្ដើមលីងកាដូងឲ្យឡើងពណ៌ស្អាតអូខេឈ្ងុយបដាហើយមួយនឹងខ្ទិះដូងពេលកន្លែងនេះដែរយើងត្រូវប្រយ័ត្នមែនតើការពារខ្លោចឃើញទេពណ៌នៅពេលដែលកាដូងយើងបំណែកតូចនឹងចាប់ផ្ដើមឆ្អិនមុនក្រហមមុនអញ្ចឹងសូមប្រយ័ត្នមែនតើយើងមើលមានផ្នែកខ្លះសខ្លាំងអញ្ចឹងបើយើងឲ្យក្រហមទាំងអស់គឺនឹងខ្លោចដោយសារមានផ្នែកខ្លះតូចផ្នែកខ្លះធំអញ្ចឹងយើងបិទភ្លើងដើម្បីដាក់ចូលក្នុងចានអញ្ចឹងទុកវាមិនលើសិនហើយបន្តមកទៀតចំពោះក្រូចឆ្មាពណ៌លឿងកាត់ទីបានដើម្បីយកទុកប្រាហើយនឹងកាត់សម្បកយកហ្វីឡេដូចយើងដឹងហើយថាពាក់ព័ន្ធជាមួយនឹងផ្លែក្រូចឬក៏ក្រូចឆ្មាយើងអាចយកផ្នែកហ្វីឡេបានចំពោះក្រូចឆ្មាយើងយកប្រើសម្រាប់ច្របាច់នៅលើផ្លែប៊ឺហើយនឹងជីវ៉ាន់ស៊ុយបន្តិចដែរដើម្បីយកមកលាយជាមួយនឹងសាឡាត់របស់យើងយកជីវ៉ាន់ស៊ុយខ្ទឹមដូចគ្នាហ្នឹងលាយជាមួយនឹងផ្លែប៊ឺខ្ញុំធ្វើការកាត់ផ្លែប៊ឺដោយសារតែផ្លែប៊ឺយើងត្រូវការញ៉ាំឆៅអត់ត្រូវការចម្អិនទេព្រោះតែផ្នែកមួយជំនាញបានហើយចំពោះផ្លែប៊ឺទីសោតយើងអាចឲ្យម៉ត់ក៏បានអត់ម៉ត់ក៏បានស្អាតតែចំណូលចិត្តរបស់យើងដាក់ចូលក្នុងបូលរបស់យើងដើម្បីលាយធ្វើឲ្យម៉ត់ណាយើងនឹងសង្កត់វាជាមួយនឹងសមឬក៏ស្លាបព្រាហើយបន្តមកទៀតយើងអាចប្រើខ្ទឹមក្រហមយើងកាត់ហើយនេះម្ទេសខ្ទឹមសដែលយើងបានមានហើយនឹងជីវ៉ាន់ស៊ុយយើងប្រើអំបិលម្រេចប្រេងលាវដូចគ្នាឬក៏ប្រេងពោតណាវាមានក្រូចឆ្មាហើយនឹងក្រូចពណ៌លឿងដោយសារតែក្រូចឆ្មាមានជាតិជូរបែបចត់អញ្ចឹងក្រូចឆ្មាពណ៌លឿងនេះរសជាតិជូរហើយដិតល្អអត់មានហាងអត់មានល្វីងអញ្ចឹងយើងដាក់លាយគ្នាអូខេរួចរាល់ហើយសូមធ្វើការភ្លក់សិនសម្បូរយើងចាប់ផ្ដើមរៀបចំបកបង្កងណា
បាទហើយចំពោះក្បាលបង្កយើងបេះមកចំពោះបង្កនេះខ្ញុំបកយកតែខ្លួនទេខ្ញុំបានយកក្បាលទេអូខេយើងធ្វើការដកឈើចេញបើបង្កអត់ត្រង់ទេបន្ទាប់ពីយើងចម្អិនហើយយើងអាចវះខ្នងបន្តិចណាដើម្បីស្អាតនឹងការតុបតែងនេះជាស្លឹកសាឡាត់ដែលយើងបានស្រុះហើយកាលពីមុនហ្នឹងយើងសកត់ផ្នែកខ្នងឲ្យបែកមកដើម្បីងាយស្រួលក្នុងការខ្ចប់នេះជាឆៃថៃពណ៌ក្រហមមួយស្លាយឬក៏ពីរស្លាយដែលយើងគិតថាស្អាតជាមួយនឹងកូនស្ពៃទូចខ្ញុំរៀបដាក់លើជ្រុញនេះហើយមើលងាយស្រួលការមើលឃើញណាបន្តមកទៀតយើងប្រើ film ដើម្បីខ្ចប់ផ្លែបឺរបស់យើងផ្នែកណាដែលស្អាតនេះជាផ្លែបឺដែលយើងបានធ្វើញោមហើយយើងដាក់ចូលក្នុងមកហើយយើងធ្វើការខ្ចប់ណាអូខេចាំទៀតសូមយើងដាក់ចូលចានចាំមើលឲ្យក្តៅបន្តិចយើងអាចដាក់ចៀនផ្លែក្រូចណាទាំងក្រូចឆ្មាទាំងក្រូចលឿងណាអូខេយើងធ្វើការបិទភ្លើងបានដោយសារតែក្លិនឈ្ងុយហើយនេះជាកាដូរបស់យើងអញ្ចឹងបង្គានេះយើងអាចដាក់ប្រេងតិចបានដើម្បីឲ្យវារលោងដើម្បីយើងរុំជាមួយនឹងកាដូរបស់យើងតាពេលនេះដល់ការរៀបចំដាក់ចានរបស់យើងនេះជាចានបន្តមកទៀតយើងប្រើនេះមុនហើយបន្តមកទៀតយើងប្រើសោះខាងក្រោមឬក៏យើងអាចដាក់សោះខាងក្រៅមុនក៏បានហើយបន្តមកទៀតយើងអាចដាក់ផ្លែបឺដែលយើងបានរុំហើយនេះអូខេបន្តមកទៀតយើងប្រើ2ហើយបន្តមកទៀតយើងប្រើមួយនេះជាការតុបតែងអូខេយើងមានផ្លែក្រូចហ្វ្លេយើងមានពេញប៉ោះយើងមានដូចគ្នាជាមួយនឹងឆៃថាវក្រហមគូឆ្មាដូចគ្នាអាចដាក់គោផ្នែកណាមួយក៏បានបន្តមកទៀតយើងសបង្កងមួយទៀតយើងកាត់ទៀបពីលើចំពោះការតុបតែងបែបនេះពាក់ព័ន្ធជាមួយនឹងកន្ទុយយើងអត់ដាក់ក៏បានហើយយើងបន្ថែមជាមួយនឹងកាដូណាយើងអាចដាក់ប្រេងពីលើបានឲ្យវាឃើញទៅខ្សែនេះម្ហូបមុខនេះខ្ញុំបានរៀបចំឲ្យហើយសាមញ្ញទេខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននិងសាកល្បងធ្វើតាមខ្ញុំម្ហូបមុខនេះគាំទ្រខ្មែរ Beverages គាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់វិស័យម្ហូបអាហារនិងបដិសណ្ឋារកិច្ចកីឡានិងសិល្បៈវប្បធម៌ខ្មែរច្រើនបំផុតនៅកម្ពុជា Cambodia Premium កាន់តែប្រណិតកាន់តែស្និទ្ធស្នាលទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter កាន់តែប្រណិតកាន់តែស្និទ្ធស្នាល Cambodia Premium Beer ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter